ខ្ញុំបាទផនរតនា B2B Cambodia នេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី27ខែមីនាឆ្នាំ2025សន្ទុះផ្សារមូលបត្រកម្ពុជាបានកើនឡើង 1.13 ពិន្ទុឬ 0.27% ដល់ 414.21 ទំហំជួញដូរសរុបបានធ្លាក់ចុះដោយមានភាគហ៊ុនត្រឹមតែ 31,319 ប៉ុណ្ណោះបានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 195.8 លានរៀលឬជាង 48,800 ដុល្លារអាមេរិកនៅលើផ្សារគោលភាគហ៊ុនចំនួន4បានកើនឡើងនិងមិនមានការធ្លាក់ចុះនោះទេនៅមុខទីផ្សារនៅថ្ងៃនេះជាថ្មីម្ដងទៀតគឺ Grand Twin International កើនឡើងពី 92% ឬ 180 រៀលដល់ 6,340 រៀលក្នុងមួយហ៊ុនបន្ទាប់មកគឺ KM GSM កើនឡើង 0.41% ឬ 10 រៀលដល់ 2,440 រៀលក្នុងមួយហ៊ុនចំណែកភាគហ៊ុនពីរផ្សេងទៀតក៏បានឡើងថ្លៃផងដែររួមមានរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញនិងកំពង់ផែស្វយ័តក្រុងព្រះសីហនុភាគហ៊ុន5ផ្សេងទៀតដែលសេសសល់នៅលើផ្សារគោលគេនៅថេរដានៅលើផ្សារកំណើនវិញក្រុមហ៊ុន GS Land បានកើនឡើង 0.33% ឬ 10 រៀលដល់ 3,060 រៀលក្នុងមួយហ៊ុនខណៈ DBD Engineering នៅថេរដាក្រុមហ៊ុន Grand Twin International បានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតនៅថ្ងៃនេះដោយមានភាគហ៊ុនផ្លាស់ប្ដូរដៃចំនួន 16,469 ដែលមានតម្លៃសរុប 102.8 លានរៀលឬជាង 25,600 ដុល្លារអាមេរិកនេះគឺប្រហែល 53% នៃទំហំជួញដូរសរុបនៅថ្ងៃប្រហោះធនាគារ Asia បង្កត់ត្រានៅទំហំជួញដូរខ្ពស់បំផុតទី2នៅថ្ងៃនេះដែលមានភាគហ៊ុនផ្លាស់ប្ដូរដៃចំនួន 1,116ដែលមានតម្លៃសរុប 81 លានរៀលឬជាង 20,000 ដុល្លារអាមេរិកពលគឺប្រមាណ 35% នៃទំហំជួញដូរនៅថ្ងៃទី27ខែមីនាបន្តទៅអត្រាប្តូរប្រាក់វិញប្រាក់រៀលទៅដុល្លារអាមេរិករឹងមាំដែលជួញដូរនៅតម្លៃ 4,002 រៀលក្នុង1ដុល្លារខណៈសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងបន្តិចដល់ 104.44ក៏លេខមួយតម្លៃទំនិញសកលវិញតម្លៃប្រេងបានធ្លាក់ចុះទាបនៅថ្ងៃប្រហោះដោយសារទីផ្សារបានថ្លឹងថ្លែងអំពីផលប៉ះពាល់នៃពន្ធលើរថយន្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ស្របពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងពិភពលោកជុំវិញការគំរាមកំហែងពន្ធរបស់អាមេរិកលើអ្នកទិញប្រេងពីវេណេស៊ុយអេឡានិងប្រទេសអ៊ីរ៉ង់កិច្ចសន្យាអនាគតប្រេងឆៅ Brent បានធ្លាក់ចុះ 22 សេនឬ 0.3% មកនៅត្រឹម 73.57 ដុល្លារអាមេរិកក្នុង1បារ៉ែលអនាគតប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ 23 សេនឬ 0.3% មកនៅត្រឹម 69.42 ដុល្លារអាមេរិកក្នុង1បារ៉ែលសន្ទុះគោលទាំងពីរបានកើនឡើងនៅក្នុងការជួញដូរនៅតំបន់អាស៊ីនៅពេលដំបូងតម្លៃមាសបានកើនឡើងនៅពេលដែលពន្ធលើរថយន្តរបស់អាមេរិកបានបង្កើនភាពតានតឹងពាណិជ្ជកម្មសកលនៅមុនថ្ងៃកំណត់គឺថ្ងៃទី2ខែមេសាសម្រាប់ពន្ធគយតត Spot Gold បានកើនឡើង 0.6% នៅតម្លៃ 3,036.11 ដុល្លារអាមេរិកក្នុង1អោនតម្លៃមាសបានកើនឡើងដល់កង្វះខ្ពស់បំផុតគឺ 3,057.21 ដុល្លារអាមេរិកនៅថ្ងៃទី20ខែមីនាអនាគតមាសរបស់អាមេរិកវិញបានកើនឡើង 0.8% ដល់ 3,045.70 ដុល្លារអាមេរិកក្នុង1អោនកិច្ចសន្យាអនាគតភាគហ៊ុនអាមេរិកបានកើនឡើងនិងចុះផងដែរនៅថ្ងៃប្រហោះខណៈដែលអ្នកវិនិយោគបានថ្លឹងថ្លែងអំពីពន្ធគយ 25% របស់លោក Trump សម្ដៅលើការនាំចូលរថយន្តបរទេសគិតត្រឹមម៉ោងបិទផ្សារភាគហ៊ុននៅកម្ពុជាអនាគតភាគហ៊ុនអាមេរិកដែលភ្ជាប់ទៅនឹង Dow Jones Industrial Average បានកើនឡើង 23 ពិន្ទុឬ 0.05% អនាគត S&P 500 បានធ្លាក់ចុះ 0.1% និង Nasdaq 100 បានធ្លាក់ចុះ 0.21% អរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារប្រចាំថ្ងៃសម្រាប់ថ្ងៃទី27ខែមីនាឆ្នាំ2025